សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបើមានព័ត៌មានថ្មីបាត់ខ្លួនអ្នកទេសចរបាទជនបរទេសម្នាក់ដែលឈ្មោះថាអូម៉ឺប៊ីខែលបងប្អូនជាទីគោរពរាប់អាននៅកោះតាវដែលជាកោះដែលពេញនិយមបំផុតរបស់ថៃគឺនៅក្នុងពេលនេះផងដែរបានបាត់ខ្លួនបរិសម្នាក់នៅក្នុងថ្ងៃទី4ខែសីហាឆ្នាំ2026រហូតដល់ថ្ងៃទី6ខែសីហាឆ្នាំ2026នេះរកមិនទាន់ឃើញនៅឡើយទេបងប្អូនជាទីគោរពរាប់អានប្រទេសថៃមិនមែនជាទីតាំងទេសចរដែលមានសុវត្ថិភាពនោះទេមួយរយៈចុងក្រោយនេះអ្នកទេសចរចាប់ផ្ដើមបាត់ខ្លួនជាបន្តបន្ទាប់ជាពិសេសអ្នកទេសចរបាទដែលមានលុយបាទមានកាក់ហើយទំនងអាចធ្វើស៊ីបានជនជាតិថៃធ្វើស៊ីតែម្ដងបងប្អូនជាទីគោរពរាប់អាននៅកោះតាវគឺជាកោះមួយដែលពេញនិយមបំផុតរបស់ថៃដែលមានអ្នកទេសចររហូតដល់ជាង50ជាតិសាសន៍បានទៅធ្វើដំណើរកម្សាន្តនៅកោះតាវនេះហើយនឹងមានការដើរលេងកម្សាន្តយ៉ាងសប្បាយឥឡូវនេះភ្លេចខ្លួនកោះនេះក៏មានករណីបាត់ខ្លួនមនុស្សនិងភ្ញៀវទេសចរទាំងកំរល់បែបនេះដែលធ្វើឲ្យរដ្ឋាភិបាលនិងក៏ដូចជាប៉ូលីសថៃកំពុងតែជឿក្បាលបងប្អូនរឿងចាស់មិនទាន់នឹងត្រូវបានដោះស្រាយចប់ផងរឿងថ្មីចូលមកបន្ថែមទៀតនេះហើយដោយសារតែរដ្ឋាភិបាលដែលមិនមានសមត្ថភាពនៅក្នុងការដោះស្រាយរឿងជាតិនិងតែងតែយករឿងរបស់ជាតិយកទៅបញ្ចេញកំហឹងតាមតំបន់ព្រំដែនជាមួយនឹងប្រទេសជិតខាងវាគឺជាបញ្ហាមួយដែលតែងតែបង្កនាពេលកន្លងទៅដោយរដ្ឋាភិបាលអនុទានឆន្ទរៈគុលឥឡូវនេះពាក់ព័ន្ធជាមួយនឹងការបាត់ខ្លួនភ្ញៀវទេសចរប៉ូលីសថៃគឺបានអំពាវនាវនឹងឲ្យអ្នកដែលនៅលើកោះតាវនិងដែលធ្លាប់បានឃើញបរិសុទ្ធរូបនេះជួយស្វែងរកក្រោយពេលដែលការបាត់ខ្លួនដោយមិនមានដែនហើយមិនត្រឹមតែប៉ុណ្ណោះស្របពេលដែលក្រុមគ្រួសារលោកមីខៀលក៏បានកំពុងតែប្រដាក់ពាក្យបណ្ដឹងមកកាន់អាជ្ញាធរថៃដើម្បីជួយដោះស្រាយនិងរកក្រុមគ្រួសារនិងកូនរបស់ពួកគាត់ពាក់ព័ន្ធជាមួយនឹងការបាត់ខ្លួននេះផងដែរបើយោងទៅតាមខាផ្សាយរបស់កាសែត The Nation ថៃបានបញ្ជាក់អះអាងនៅក្នុងថ្ងៃទី5ខែសីហាឆ្នាំ2026នឹងការបាត់ខ្លួនបរិសុទ្ធវ័យ24ឆ្នាំនឹងការបាត់ខ្លួននៅខោខោះតាវគឺជាកោះមួយដែលសម្បូរទៅដោយភ្ញៀវទេសចរជាង50ជាតិសាសន៍បានទៅដើរលេងហើយក្រុមគ្រួសារកំពុងតែស្វែងរកបរិសុទ្ធវ័យ24ឆ្នាំដែលមានឈ្មោះថាអូម៉ឺប៊ីខែលនិងដែលបានបាត់ខ្លួននៅកោះតាវនៅខេត្តសូផារ៉ានីនិងដែលជាប្រទេសថៃគណៈដែលមិនទាន់មានដំរីឬក៏មូលហេតុច្បាស់លាស់ណាមួយអំពីការបាត់ខ្លួនបរិសុទ្ធខាងលើនៅឡើយបើយោងទៅតាមការចុះផ្សាយរបស់ The Nation និងក៏ដូចជាកាសែតសម័យថែមនៅក្នុងថ្ងៃទី5ខែសីហាឆ្នាំ2026បរិសុទ្ធរូបនេះគឺត្រូវបានគេប្រទះឃើញលើកចុងក្រោយកាលពីថ្ងៃទី4ខែសីហាឆ្នាំ2026នៅលើកោះតាវដែលជាតំបន់ទេសចរដ៏ពេញនិយមបំផុតនៅស្រុកថៃដែលមានជនបរទេសជាង50ប្រទេសបាននឹង50សញ្ជាតិបានទៅកម្សាន្តនៅទីនោះបើយោងទៅតាមការចែករំលែកនិងព័ត៌មានពេញបណ្ដាញសង្គមរបស់ពលរដ្ឋនៅលើកោះតាវគឺបានឲ្យដឹងថាលោកអឺម៉ឺមីខែលលោកគឺកំពុងតែប្រឈមនឹងបញ្ហាផ្លូវចិត្តស្ថិតនៅក្នុងស្ថានភាពផ្លូវចិត្តមិនសូវល្អដែលធ្វើឲ្យក្រុមគ្រួសារនិងមិត្តភ័ក្តិរបស់លោកបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់លោកក្រុមគ្រួសារនិងអាជ្ញាធរថៃបានអំពាវនាវឲ្យភ្ញៀវទេសចរដទៃទៀតនិងក៏ដូចជាប្រជាជនអ្នកដែលរស់នៅលើកោះតាវឲ្យជួយផ្ដល់ព័ត៌មានប្រសិនបើឃើញឬក៏មានដំរីពាក់ព័ន្ធជាមួយនឹងលោកអូម៉ឺប៊ីសែលយ៉ាងណាមិញអ្នកតំណាងក្រុមគ្រួសារជាមួយនឹងគ្នានេះក៏បានហៅឲ្យសាធារណជនស្វែងរកឲ្យបានទូលំទូលាយដើម្បីបង្កើនការឆាប់ឃើញនិងឱកាសឲ្យឆាប់រហ័សរហូតមកទល់ពេលនេះថ្ងៃទី6ខែសីហាឆ្នាំ2026នេះការដើររកលោកមីខែលគឺមិនទាន់រកឃើញនៅឡើយទេបងប្អូនជាទីគោរពរាប់អាននេះបង្ហាញសពបញ្ជាក់ឲ្យឃើញថាប្រទេសថៃមិនមែនជាប្រទេសមានសុវត្ថិភាពផ្នែកទេសចរនោះទេប្រទេសថៃគឺជាប្រទេសមានហានិភ័យខ្ពស់បំផុតផ្នែកទេសចរនៅមួយរយៈចុងក្រោយនេះក្រោយពេលដែលរដ្ឋាភិបាលថៃមិនព្រមទប់ស្កាត់អំពីស្កេមនិងការបោកប្រាស់តាមប្រព័ន្ធអនឡាញនិងក្រុមអក្រិតជនជាច្រើនត្រូវបានកើតមានឡើងជាបន្តបន្ទាប់នៅក្នុងស្រុកថៃជាពិសេសសម្បូរជាងគេគឺជនជាតិថៃផ្ទាល់តែម្ដងក្រោយពេលដែលសេដ្ឋកិច្ចជាតិមានការធ្លាក់ចុះរោគស៊ីអ្វីលែងបានប្រជាជនថៃមួយចំនួនចាប់ផ្ដើមចាត់អាជីពថ្មីធ្វើជាចោរនិងធ្វើជាបានអ្នកបោកប្រាស់និងក៏ដូចជាធ្វើជាអ្នកប្លន់ភ្ញៀវទេសចរដែលយើងដឹងហើយមួយរយៈចុងក្រោយនេះគឺត្រូវបានរកឃើញនិងចាប់បានជាបន្តបន្ទាប់
ដូចនេះបើប្រជាជនទាំងឡាយដែលចូលចិត្តដើរកម្សាន្តនៅក្នុងស្រុកថៃនិងក៏ដូចជាប្រទេសថៃសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ដែលយើងនឹងហៅថាមុនសង្គ្រាមប្រជាជនខ្មែរបានយកលុយច្រើនណាស់ទៅចាយនៅស្រុកថៃបានសូម្បីតែឈឺរាអាចបន្តិចបន្តួចក៏នាំគ្នាយកលុយទៅចាយជាមួយនឹងពេទ្យថៃដែរដោយពួកគាត់ខ្លាចពេទ្យខ្មែរនឹងព្យាបាលមិនបានពាក់ព័ន្ធជាមួយនឹងបញ្ហានេះដល់ពេលដែលមានសង្គ្រាមថៃបានយកលុយទាំងនោះយកទៅទិញគ្រាប់ទិញអាវុធយុទ្ធភ័ណ្ឌផ្សេងៗធ្វើនយោបាយដើម្បីឈ្លានពានកម្ពុជាទើបនាំគ្នាភ្ញាក់ខ្លួនព្រឺតដោយខ្មោច7ថ្ងៃបញ្ហានេះផងដែរដូច្នេះបងប្អូនប្រជាពលរដ្ឋបាទគួរតែគិតឡើងវិញជាពិសេសអ្នកដែលចូលចិត្តបាទទៅព្យាបាលនៅក្នុងស្រុកថៃនិងក៏ដូចជាយកលុយទៅចាយស្រុកថៃពាក់ព័ន្ធជាមួយនឹងបញ្ហាភ្ញៀវទេសចរស្រុកថៃបាទមួយរយៈចុងក្រោយនេះមានបាត់ខ្លួនមានត្រូវបានរងអំពើហិង្សារងនឹងការធ្វើបាបធ្វើទុកបុកម្នេញអំពីសំណាក់ជនជាតិថៃផ្ទាល់ដោយពួកគេអាងខ្លួនគេជាម្ចាស់ស្រុកម្ចាស់ប្រទេសដូច្នេះព័ត៌មាននេះមានប៉ុណ្ណឹងខ្ញុំបាទសូមអរគុណនិងសូមគោរពលា